ស្តីអ្នកទាំងអស់គ្នាធ្វើត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីម្ដងទៀតដែលសារតែសប្តាហ៍មុនយើងបាននិយាយពី chapter 3 ដែលតាក់ទងទៅនឹង environmental macro environment of digital marketing អញ្ចឹងឥឡូវចូលសប្តាហ៍ថ្មីយើងនិយាយតាក់ទងពី chapter 4តាក់ទងទៅនឹង digital marketing strategy អញ្ចឹងនៅក្នុង point chapter 4 digital marketing strategy យើងមាន6ចំណុចដែលយើងត្រូវនិយាយទី1តើអីជា digital marketing strategy ទី2ហេតុអីវាសំខាន់ទី3យើង structure strategy នឹងបែបម៉េចទី4តើធ្វើម៉េចក្នុងការរៀប smart goal អញ្ចឹង smart goal ហ្នឹងខ្ញុំនឹង explain បន្ថែមនៅខាងមុខទៀតទី5និយាយពី key decision for success ហើយនឹងទី6និយាយតាក់ទងនឹង challenge អញ្ចឹងចូលមកកន្លែងនេះគឺយើងត្រូវដឹងថាការធ្វើតើអីជា digital marketing អញ្ចឹងយើងយល់ហើយថាពីមុនយើងធ្វើ marketing យើងធ្វើបែប traditional បើ business នឹងទូចតាចត្រឹមផ្ទះលក់ចាប់ព្រួយតាមផ្សាយទេគឺគេអត់សូវគិតគូរទៅលើការធ្វើ marketing ទេមានតែអ្នកម្ដុំនឹងស្គាល់និយាយតគ្នាទៅបានគេដឹងថាកន្លែងហ្នឹងលក់អីគេខ្លះឬក៏ក្រុមហ៊ុនគេរៀងធំតិចគេអាចនឹងធ្វើជា marketing campaign ដោយ promote តាមវិទ្យុទូទស្សន៍ billboard អីមួយចំនួនឬក៏គេធ្វើជាការតាំងពិព័រណ៍អីនៅevent អីមួយចំនួនអញ្ចឹងទៅប៉ុន្តែដល់ពេលដល់សម័យឥឡូវយើងធ្វើ marketing បែបលក្ខណៈ digital គឺយើងប្រើប្រាស់ social media platform ដើម្បី promote របស់ product ផងយើងហើយនឹង business ផងយើងអត់ខ្វល់ថា business យើងធំប៉ុណ្ណាទូចប៉ុណ្ណាឯការធ្វើ marketing បែប digital យើងអាចនិយាយបានថាវាជាផ្នែកមួយក្នុងការ boost business បែបលក្ខណៈ low budget ហើយវា effective អញ្ចឹងចូលទៅបន្ទាប់ថៃបានការធ្វើ digital marketing strategy ហ្នឹងវាសំខាន់អញ្ចឹងបើសិនជាយើងកាត់មកវិញការធ្វើ digital marketing យើងនិយាយងាយស្រួលយល់ការធ្វើ marketing បែបលក្ខណៈ modern អញ្ចឹងនៅពេលដែលយើងធ្វើបែប traditional គឺធ្វើយើងអត់ប្រកាសថាយើង reach បាន customer ប្រហែលអ្នកទេយើងអត់ប្រកាសថាការធ្វើផងយើងហ្នឹងវា success ប្រហែលទេប៉ុន្តែនៅពេលដែលយើងធ្វើបែប digital យើងធ្វើ online គឺយើងដឹងពី data ទិន្នន័យជាក់លាក់ថាតើការធ្វើ marketing ផងយើងហ្នឹងវា reach បានមនុស្សប្រហែលអ្នកគេ engage ប្រហែលហើយគេ interesting ទៅនឹង business ឬក៏ product យើងប្រហែលអញ្ចឹងនៅក្នុងហ្នឹងវាមាន3ចំណុចទី1យើងត្រូវ adapt customer adapt to how customer behavior online អញ្ចឹងយើងត្រូវដឹងថាភ្ញៀវនៅលើ online គាត់ចង់បានអីជាសំខាន់ fast reliable អញ្ចឹងយើងត្រូវធ្វើម៉េចឲ្យការ promote marketing ផងយើងហ្នឹងគឺវាលឿនហើយវា on point ដែរបានភ្ញៀវគាត់ interest ទី2នៅពេលដែលយើងធ្វើ marketing យើងត្រូវ promote ពី business ផងយើងត្រូវ create experience ហ្នឹងឲ្យដូចទៅនឹងអីដែលគាត់មានជាក់ស្ដែងនៅពេលគាត់ទៅទិញនៅ store មានន័យថាយើងធ្វើបែប digital យើងធ្វើ business យើងបែប digital ឬក៏យើង promote business យើងជា digital យើងអត់ខ្វល់ពី experience ផងភ្ញៀវទេបើអញ្ចឹងយើងធ្វើអញ្ចឹងទោះយើងធ្វើ hit target ប៉ុណ្ណាក៏ភ្ញៀវអត់ satisfy ជាមួយនឹង service ផងយើងដែរអញ្ចឹងយើងធ្វើមិនត្រូវ create service មួយហើយនឹង experience មួយឲ្យល្អសម្រាប់ភ្ញៀវទី3យើងត្រូវដឹងពី company ថ្មីជា competitor ផងយើងត្រូវដឹងថាយើងទោះយើងឈរជើងនៅក្នុង business នឹងយូរឆ្នាំហើយយើងចាប់ផ្ដើម adapt ទៅកាន់ technology មែនប៉ុន្តែនៅពេលដែល business គេថ្មីគេចូលមកគេនឹង adapt ទៅ technology លឿនជាងយើងគេ invest ច្រើនទៅលើខាង technology អញ្ចឹងអាហ្នឹងក៏យើងត្រូវយល់ដែរថានៅពេលដែល business យើងឈរជើងរាប់ឆ្នាំយើងទៅតែចាប់ផ្ដើម adapt ទៅកាន់ technology digital អាហ្នឹងវាមានផលប៉ះពាល់ខ្លះហើយយើងត្រូវសិក្សាពី competitive ផងយើងដែរអញ្ចឹងចូលដល់ចំណុចបន្ទាប់យើងនឹងនិយាយតាក់ទងពី structure នៃ strategy ដែលគេហៅដែលគេប្រើពាក្យមួយ SOSTAC អញ្ចឹងនៅក្នុងពាក្យហ្នឹងមានមកពីពាក្យ situation analysis objective strategy tactic action ហើយនិង control អញ្ចឹង situation analysis យើងត្រូវ analyze ថាតើ situation រាល់ថ្ងៃយើងនៅចំណុចណាយើងចង់ achieve អីគេយើងចង់បានអីគេបន្ទាប់មកយើង set goal យើងថាតើយើងធ្វើ digital marketing យើង promote business យើងតាមបែបលក្ខណៈ digital យើងចង់ reach អីគេហើយយើងត្រូវ set strategy ថាដើម្បី achieve goal ប៉ុណ្ណឹងយើងមាន strategy អីខ្លះមាន tactic អីខ្លះដែលជា tool នៅក្នុងការប្រើហ្នឹងដើម្បី reach ទៅដល់ goal មួយហ្នឹងបន្ទាប់មកយើងបាន analyze situation ហើយយើងបាន set goal ផងយើងមាន strategy យើងមាន tactic តែបើយើងអត់ take action តើអស់ហ្នឹងវា success អត់អញ្ចឹងបើយើងអត់ take action ទេវាអត់ success ទេអញ្ចឹងយើងត្រូវធ្វើ take action យើងយក strategy ហើយនឹង tactic បូកជាមួយនឹង objective ហើយនឹងការធ្វើ analyze ផងយើងហ្នឹងយើង take action
យើង approach ភ្ញៀវបែបម៉េចអីបែបម៉េចហើយបន្ទាប់មកបានយើង control ការធ្វើអីមួយបើយើងអត់មាន control time ច្បាស់លាស់ឬក៏អត់មាន control plan ច្បាស់លាស់ទេវាអត់ work well ទេមានន័យថាយើងចេះតែធ្វើឲ្យតែបានយើងអត់មាន target យើងអត់មាន specific target ហើយយើងអត់មានកំណត់ពេលវេលាអីត្រឹមត្រូវអញ្ចឹងឧទាហរណ៍ថាយើងចង់ reach 1000 customer នៅក្នុងរយៈពេល3ថ្ងៃប៉ុន្តែយើងអត់ target យើងអត់ set យើងអត់ control វាតែអញ្ចឹងវានឹងtarget ដែលយើងមានហ្នឹងវានឹងអត់ effective អញ្ចឹងចូលទៅចំណុចបន្ទាប់និយាយតាក់ទងទៅនឹង smart goal អញ្ចឹង smart goal ហ្នឹងពាក្យ smart វាមកពីពាក្យ specific measurable achievable relevant ហើយនិង time bound អញ្ចឹងនៅក្នុងការ set goal មួយយើងត្រូវតែមានការ specific goal យើងចង់បានអីយើងចង់ achieve អីគេយើងចង់បាន1000ភ្ញៀវយើង set goal ថាឲ្យ specific ថា1000ភ្ញៀវបន្ទាប់មកយើង measure បានអត់ថា1000ភ្ញៀវហ្នឹងក្នុងរយៈពេលប៉ុណ្ណាធំយើងត្រូវចំណាយពេលប៉ុណ្ណាយើងត្រូវកំណត់ resource យើងប៉ុណ្ណាដើម្បីឲ្យវា achieve 1000 target 1000 customer ហ្នឹងហើយយើងត្រូវគិតដែរថាយើងមាន specific goal យើង measure វាបានប៉ុន្តែ goal របស់យើងនឹងវា achieve អត់ឧទាហរណ៍យើងទៅ start up business យើងចង់ approach customer ឲ្យគេមកស្គាល់ business របស់យើងប៉ុន្តែយើង set goal ថាក្នុងការធ្វើ marketing campaign ហ្នឹងធ្វើម៉េចឲ្យ reach ដល់100000ភ្ញៀវ100000នាក់នៅក្នុងរយៈពេល3ថ្ងៃអាហ្នឹងវា achievable អត់វា realistic អត់វា realistic អញ្ចឹងយើង set goal អីមួយយើងត្រូវឲ្យវា specific យើងត្រូវ measure វាបានហើយក៏យើងត្រូវអាចគិតថាវា realistic ដែលយើងអាច achieve វាបានដែរបន្ទាប់មកយើងត្រូវគិតថាយើងមាន specific goal យើង measure goal នឹងបាន goal នេះយើងអាច achieve បានតែវា relevant ទៅនឹងbusiness របស់យើងអត់ឧទាហរណ៍បើយើងមាន business មួយជាលក់ឧបករណ៍ប្រើប្រាស់ទូទៅសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រដូចជា accessory ឬក៏ laptop desktop អីទូទៅអញ្ចឹងអ្វីដែលជា relevant ទៅក្នុង business របស់យើងគឺយើង promote product របស់យើងធ្វើជា Q&A តាក់ទងទៅនឹង component យើង promote នៅការ update component មួយចំនួនទៅលើកុំព្យូទ័រមិនយើងធ្វើ business បែបខាង technology តែយើង promote បែបខាង skin care អីវាអត់ relevant អញ្ចឹងវាអត់ត្រូវជាមួយ business របស់យើងហើយបន្ទាប់មកយើងត្រូវមាន time bound យើងត្រូវ set deadline ដែរថាឧទាហរណ៍ក្នុង3ខែដំបូងនៅក្នុងការ start business យើងចង់ឲ្យភ្ញៀវ approach យើង at least 5000នាក់ហើយមានអ្នក view អីចឹងតាមហ្នឹងទៅយើង set deadline specific deadline ដើម្បីយើង keep track on goal ហ្នឹងថាវា working well អត់អញ្ចឹងបន្ទាប់ពីអាហ្នឹងយើងនឹងចូលទៅដល់ key decision for success អញ្ចឹងការធ្វើអីមួយក៏មាន key decision ក្នុងការ success ដែរការធ្វើ marketing ក៏ដូចគ្នាការធ្វើការងារអីក៏ដូចគ្នាដែរអញ្ចឹងបើចង់ឲ្យ business យើង success យើងធ្វើ marketing យើងត្រូវធ្វើម៉េចយើងត្រូវ set specific target យើងត្រូវដឹងពី target customer របស់យើងជាពីណាគេយើង set ឲ្យត្រូវឧទាហរណ៍បើសិនជាយើងលក់ skin care target customer យើងចន្លោះពីណាដល់ណាក្មេងប្រុសស្រីអាយុពី16ដល់30អាហ្នឹងជា target របស់យើងដែលចង់ reach ទៅដល់គេបន្ទាប់មកយើងត្រូវគិតពី positioning brand របស់យើង brand របស់យើងជា start up business ឬក៏ជា business មួយដែលនៅក្នុង market យូរហើយយើងត្រូវដឹងថាថៃធ្វើម៉េចឲ្យគេមកទិញរបស់យើងជាជាងទៅទិញរបស់អ្នកដទៃអញ្ចឹងយើងត្រូវធ្វើ brand របស់យើងឲ្យវាខ្លាំងហើយឲ្យវា stand out ទៅលើ brand ដទៃទៀតបន្ទាប់មកយើងត្រូវដឹងពី online value proposition យើងត្រូវ explain ប្រាប់គេថាថៃបានរបស់យើង offer value ទៅ customer better ជាងរបស់គេឧទាហរណ៍បើសិនជាយើងផ្ដល់ provide service ឬក៏ provide product មួយដែលវា cheap ហើយវា good quality ចឹងអាហ្នឹងជាអីដែលយើង offer ទៅឲ្យភ្ញៀវដែលគេ consider ទិញរបស់យើងមករក business យើងជាជាងទៅរក business អ្នកដទៃអញ្ចឹងចាប់ពីកន្លែង key decision យើងទៅចូលនឹង common challenge អញ្ចឹងនៅក្នុងការ build strategy នៅក្នុង business ឬក៏ធ្វើ digital marketing វាមិនងាយស្រួលវាមាន challenge ទាំងអស់ការងារអីក៏វាមាន challenge ដែរអញ្ចឹងនៅក្នុងហ្នឹងយើងត្រូវកាត់ទី1វា lack of resource នៅពេលដែលយើង adapt ទៅក្នុងអីថ្មីមួយឬក៏យើងធ្វើអីថ្មីមួយយើងត្រូវ invest resource យើងទៅច្រើនអញ្ចឹងនៅពេលដែលយើង invest resource ទៅច្រើនការអន់ថយនៃការលក់យើងនឹងឃើញថាការធ្វើបែបហ្នឹងវាអត់ effective ទៅលើការលក់ក្នុងរយៈពេល3ខែដំបូងដោយសារតែភ្ញៀវគេទើបតែដឹងតែគេអត់ទាន់ approach ក្នុងការទិញបន្ទាប់មកទី2 lack of support អញ្ចឹងមានន័យថា
ការធ្វើ strategy អីមួយយើងត្រូវមាន support ពីគ្រប់ department ចូលរួមទាំងអស់ដែលពាក់ព័ន្ធបើយើងអត់មាន support ពីអ្នកដទៃទេយើងធ្វើអាការងារនឹងតែឯងវាអត់មានអីដែលជា effective វាដូចជាយើងដើរលើផ្លូវមួយតែឯងអត់មានអាគេជួយគ្រប់គ្រងយើងដូចអ្នកហត់ម៉ារ៉ាតុងយ៉ាងហោចណាស់គេមានអ្នកគ្រប់គ្រងអ្នកជួយកម្លាំងចិត្តដោយប្រពន្ធកូនគេមកឈៀនៅខាងក្រៅអីទៅដើម្បីមានកម្លាំងចិត្តក្នុងការរត់អញ្ចឹងការធ្វើ strategy ការរៀប strategy ឬក៏ការធ្វើ marketing បែប digital ក៏អញ្ចឹងដែរយើងត្រូវការ support ពី senior manager ក្នុងការជំរុញidea ផងយើងplan ផងយើងនឹងឲ្យវាទៅដល់អីដែលយើងចង់ធ្វើបន្ទាប់មក internal conflict យើងមិនគិតអីច្រើននៃការធ្វើ digital marketing គឺត្រូវតាក់ទងជាមួយនឹង department ច្រើនយើងលើកតែពី department មកនិយាយទី1 IT ហើយ marketing អញ្ចឹង IT បើគាត់អត់យល់ពី flow នៃ marketing ទេអ្នក marketing ទៅនិយាយមួយនឹង IT ក៏អត់យល់អ្នក IT មកនិយាយមួយអ្នក marketing វិញក៏អត់យល់ដែរអញ្ចឹងអាការអត់យល់គ្នាទៅវិញទៅមកហើយអត់រកកន្លែងមួយដែលជា common sense ដើម្បីនិយាយគ្នាឲ្យត្រឹមត្រូវគឺវាអាចកើតមានជា conflict ដូចគ្នានៅក្នុងក្រុមហ៊ុនហ្នឹងអញ្ចឹងធ្វើម៉េចយើងត្រូវ manage អាពីរនោះអាពីរ problem នោះ resource ហើយនិង support ហើយយើងក៏ត្រូវដោះស្រាយអា conflict ដែរបើសិនជាការធ្វើអីមួយវាកើតមាន conflict អញ្ចឹងអាការធ្វើហ្នឹងវាអត់ effective ទេអញ្ចឹងសម្រាប់ការបកស្រាយថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់ thank you everyone stay safe peace out